ហើយបងប្អូនស្ទូចបានត្រីប្រាមួយតែមិនមែនខ្ញុំជាអ្នកស្ទូចទេគឺអ្នកដែលធ្វើការជុំគ្នាគាត់មកស្ទូចបងប្អូននេះត្រីប្រាទលេវាអត់សូវពូខ្មៅបងប្អូនវារាងពូសរាងប្រផេះបងប្អូនណាហើយព្រុយវាក្រហមនោះតែខ្ញុំមិនដឹងថាត្រីប្រាមែនទេឬក៏គេហៅត្រីស្អីមួយយ៉ាងទៀតណាតែឮពួកនឹងគេហៅត្រីប្រាខ្ញុំហៅត្រីប្រាតាមគេដែរទៅហើយនេះនុយគេដាក់ត្រីប្រាគឺនំប៉័ងបងប្អូន នំប៉័ងដែលយើងធ្វើនំប៉័ង hamburger អីហ្នឹងតែគេយកមកឲ្យត្រីប្រាស៊ីដើម្បីបានត្រីប្រាបងប្អូនទៅចិត្តលងធុនដើម្បីដាក់ត្រីប្រាបងប្អូនហើយគេមានតាំងពីទឹកស្រូទៀតបងប្អូនហើយនេះទឹកទលេបងប្អូនអាក្រហមនោះក៏ប៉ាល់បងប្អូនបន្ទាប់ពីឈួរមើលគេអត់ប្រយោជន៍ហើយក៏ជិះម៉ូតូមករੂទិញអីហូបឆ្ងាយដែរបងប្អូនពីកន្លែងខ្ញុំធ្វើការមកកន្លែងលក់ដូរលក់អីហ្នឹងផ្សារគេហ្នឹងវាប្រហែលជា1គីឡូជាងដែរបងប្អូនយើងជិះម៉ូតូតរៀងលឿនទេបងប្អូនសំទោសបងកាមេរ៉ាដែលខ្ញុំដាក់នឹងម៉ូតូវារៀងញើអញ្ចឹងបងប្អូនព្រោះយើងជិះយឺតវាអត់ងាយដល់បើយើងជិះលឿនអញ្ចឹងទៅវាអាចងាយដល់ពេទ្យហ្នឹងបងប្អូនយើងជិះបដើយើងមើលទេសភាពបដើអញ្ចឹងបងប្អូននេះកន្លែងនេះសុំមិញហ្នឹងគឺឆ្កែលោតខំមនុស្សស្រីពោះជិះម៉ូតូបងប្អូនស្នាងហើយដែលអត់ដួលកន្លែងនេះឆ្កែនៅនេះគេអត់បើថាវាលោតខំយើងហើយយើងទៅវាយវាមុខផ្ទះគេប្តឹងយើងជាប់គុកទៀតបាទអស់បងលុយបងអីទៀតបាទឆ្កែដល់នេះបើហ៊ានតែឆ្កែខំយើងនៅមុខផ្ទះគេក៏ដោយគូរួមម្ចាស់ឃើញតែបើយើងទៅវាយឆ្កែគេនៅមុខផ្ទះគេឬក៏ឆ្កែនឹងមិនមែនជាឆ្កែរបស់ម្ចាស់អាចឆ្កែមកខំយើងនឹងនៅមុខផ្ទះគេនឹងតែមិនមែនជាម្ចាស់បើគេឃើញគូគេប្តឹងយើងគេបានលុយទៀតអញ្ចឹងវាពិបាកដែររឿងឆ្កែនៅស្រុកគេវាអត់ដូចថានិយាយរួមទៅវាធ្វើអីក៏វាត្រូវហើយយើងធ្វើអីក៏ខុសអញ្ចឹងបានដៃចូលអោយតែលេងកំពុងឆ្នាំងម្ដងណាពួកនេះតែទៅវាលេងកំពុងឆ្នាំងដល់មើលហ្នឹងបងប្អូនវាជាប់កាមេរ៉ាជាប់អីទៀតហ្នឹងជាប់គុកជាប់ច្បាប់ទៀតឥឡូវយើងមកដល់ផ្សារហើយបងប្អូនមកដល់ផ្សារយើងទៅរកអីហូបព្រោះយើងទៅជួមើលគេស៊ូចត្រីមិនគេអត់ប្រយោជន៍ទេហើយគេក៏មិនបានឲ្យយើងដែរអញ្ចឹងយើងរកកន្លែងចតម៉ូតូរួចក៏ទៅទិញទឹកតៅហ៊ូដើម្បីបើកម្លាំងបងប្អូនយើងធ្វើការមួយថ្ងៃវងងាកទៅនៅអញ្ចឹងយើងមានតែហូបទឹកតៅហ៊ូកាត់បន្ថយផឹកប៊ីយ៉ាបងប្អូន